ត្រូវចាំថាគេចំណែនយើងមានន័យថាយើងធ្វើអីមួយបានល្អហើយគ្មានអ្នកណាទៅឈួតចំណែនមនុស្សដែលអន់ជាងខ្លួនទេត្រូវចាំដែលលឺយើងក្រគេចំណែនយើងល្ងងគេចំណែនយើងអន់ណាគេចំណែនយើងប្រហែលជាអត់មានទេមែនទេមកពីយើងធ្វើអីមួយល្អហើយបានជាគេចំណែនយើងអានឹងជារឿងពិតមួយនៅក្នុងសង្គមរស់នៅដែលយើងត្រូវតែរៀនសូត្រពីវារៀនរស់ជាមួយនឹងស្ថានភាពទាំងអស់ហ្នឹងហើយត្រូវធ្វើខ្លួនឲ្យរីកចម្រើនឆ្លងកាត់ស្ថានភាពអាក្រក់ទាំងអស់នេះឲ្យបានពេលនោះទើបជីវិតរបស់យើងមានតម្លៃបើគេចំណែនយើងលើរឿងអីខំប្រឹងធ្វើរឿងនឹងឲ្យខ្លាំងធ្វើរឿងនឹងឲ្យប្រកែកអ្នកខ្លះរវល់តែខឹងនឹងគេចំណែនរវល់តែអន់ចិត្តជាមួយនឹងគេចំណែនពេលខ្លះភ្លេចឲ្យតម្លៃខ្លួនឯងភ្លេចប្រឹងទៅលើអ្វីដែលខ្លួនឯងកំពុងតែធ្វើបានល្អអ្នកត្រូវចាំថានៅពេលដែលគេចំណែនយើងមានន័យថាយើងកំពុងតែធ្វើរឿងអីមួយបានល្អហើយអញ្ចឹងបន្តធ្វើរឿងល្អនឹងបន្តទៀតកុំបោះបង់បើអ្នកទាំងអស់គ្នាចង់ឲ្យសម្លេងដែលអ្នកដតីរំខានយើងហ្នឹងទៅឆ្ងាយពីយើងខំអភិវឌ្ឍសមត្ថភាពខ្លួនឯងធ្វើម៉េចឲ្យតម្លៃរបស់ខ្លួនឯងកាន់តែកើនឡើងជាលំដាប់ពេលដែលយើងមានតម្លៃគ្រប់គ្រាន់ណាយើងនឹងឃ្លាតឆ្ងាយម្ដងបន្តិចចេញពីក្រុមមនុស្សទាំងអស់ហ្នឹងចង់ឈ្នះមនុស្សដែលមានចិត្តចំណែនស្ងៀមស្ងាត់រក្សាគម្លាតយកឈ្នះមនុស្សចំណែនបានត្រូវតែរក្សាគម្លាតនិងរក្សាភាពស្ងៀមស្ងាត់មនុស្សដែលចំណែនយើងគេចង់ដឹងចង់ឮពីរឿងយើងច្រើនមែនទេដើម្បីសុវត្ថិភាពផ្លូវអារម្មណ៍របស់យើងរឿងផ្ទាល់ខ្លួនបង្ហាញកាន់តែតិចកាន់តែល្អឲ្យគេដឹងឮពីជីវិតរបស់យើងកាន់តែតិចកាន់តែល្អតាមពិតយើងគ្មានទៅចង់ឈ្នះចាញ់អីជាមួយនរណាទេតែមនុស្សណាដែលមិននាំសុខមកឲ្យយើងជៀសបានគឺជៀសដកឃ្លាបានគឺដកឃ្លាមិនពាក់ព័ន្ធមិនឲ្យដឹងរឿងពីយើងច្រើនគឺជាក្តីសុខផ្លូវអារម្មណ៍ធំបំផុតសម្រាប់យើងហើយជាវិធីដ៏ល្អបំផុតនៅក្នុងការជៀសវាងពីក្រុមមនុស្សដែលចំណែនឈ្នានីសយើងការចំណែនវាមិនមែនជាគ្រោះមហន្តរាយមកបំផ្លាញជីវិតយើងទេវាគ្រាន់តែជាកូនឧបសគ្គមួយនៅក្នុងជីវិតយើងប៉ុណ្ណោះដើរទៅមុខជានិច្ចទោះបីជាមានអ្នកចំណែនយើងច្រើនប៉ុណ្ណាក៏ដោយមានតែខ្លួនយើងខ្លាំងទេទើបអាចប្រក្រាបចិត្តចំណែនរបស់គេបានមនុស្សដែលមានចិត្តចំណែនមិនទទួលស្គាល់ការពិតទេមានតែយើងខ្លាំងប៉ុណ្ណោះទើបធ្វើឲ្យគេទទួលស្គាល់ការពិតបន្តិចម្ដងថារវាងយើងហើយនឹងគេគឺមនុស្សមានតម្លៃរៀងខ្លួន